បាទក៏សូមទៅការអនុញ្ញាតនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននិងអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងថ្ងៃនេះខ្ញុំក៏សូមបំណំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់អំពីជោគជតារាសីហោរាសាស្ត្រប្រចាំថ្ងៃច័ន្ទដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment និងលេខសំណាងនៅពាក្យថាសាធុសាធុចំនួន3ដងរួចក៏ share ចេញភ្លាមដើម្បីជាសិរីសួស្តីដល់អស់លោកអ្នកគ្រប់ក្រុមគ្រួសារហើយនឹងជាថ្ងៃលៀងគ្រោះចង្រៃសត្រូវខ្លាយជាមេត្តាហើយក៏ជាថ្ងៃមានជោគមានជ័យមានលៀបហូរចូលពេញបរិបូរណ៍ផងដែរនៅក្នុងថ្ងៃច័ន្ទនេះនៅថ្ងៃច័ន្ទនេះដែរបើមើលតាមទិសបេះដូងរស់ក្នុងការធ្វើដំណើរទៅណាមកណាឬប្រកបមុខរបររកស៊ីផ្សេងសូមអស់លោកអ្នកត្រូវប្រកាន់យកទិសនិរដីមិនគួរធ្វើដំណើរទៅទិសឦសាននោះឡើយធ្វើអ្វីមិនក៏ប្រសើរនោះឡើយព្រោះនោះគឺជាទិសបេះដូងស្លាប់ចំពោះការអង្គុយឲ្យមានសេរីសួស្តីក្នុងពិធីមង្គលការឬពិធីសែនព្រេនផ្សេងសូមអង្គុយនៅទិសខាងលិចបែរមុខទៅទិសឦសានទំនាយទេថាបើសិនជាបានប្រតិបត្តិតាមនេះពិតមែននឹងបានជោគជ័យគ្រប់កាលៈទេសៈចំពោះការមើលតាមក្បួនកាក់ក្របាតយាមក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបដោយជោគជ័យពេញលេញនៅថ្ងៃច័ន្ទនេះដែរសូមពុកម៉ែបងប្អូនត្រូវដឹងថាម៉ោងសុកម៉ោងគ្រោះម៉ោងលៀបនៅខាងក្រោមនេះបើចេញដំណើរពីផ្ទះចាប់ពីមាន់រងាវដល់ម៉ោង 6:30 នាទីព្រឹកគឺជាម៉ោង01ការធ្វើដំណើរឬធ្វើចំនួនផ្សេងមិនល្អឡើយគឺជាគ្រោះកាចនៅក្នុងចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរទៅណាឆ្ងាយឡើយបើធ្វើដំណើរទៅណាឆ្ងាយចូលប្រយ័ត្នអំពីចរាចរណ៍ឲ្យបានខ្ពស់បំផុតបើចេញដំណើរពីផ្ទះចាប់ពីម៉ោង 6:30 នាទីព្រឹកដល់ម៉ោង 11 ព្រឹកគឺជាម៉ោង 04បើធ្វើដំណើរក្នុងចន្លោះម៉ោងនេះពិតជាល្អប្រសើរណាស់ហើយក៏គ្មានទទួលគ្រោះថ្នាក់អ្វីមកបៀតបៀនបានឡើយគឺមានតែទទួលបានលៀបបរិបូរណ៍បើចេញដំណើរពីផ្ទះចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោងកាក់ក្របាតគឺជាម៉ោងអន្តរាយបើធ្វើចំនួនផ្សេងមិនគួរចេញដំណើរនៅម៉ោងនេះឡើយបើចេញដំណើរនៅម៉ោងនេះអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាពុំខានបើចេញដំណើរពីផ្ទះចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាចគឺជាម៉ោង 02ក្នុងចន្លោះម៉ោងនេះទទេស្អាតគឺមិនបានទទួលលាភអ្វីសោះហើយក៏មិនទទួលគ្រោះថ្នាក់អ្វីដែរបើចេញដំណើរពីផ្ទះចាប់ពីម៉ោង 5 ល្ងាចដល់ម៉ោងចូលគេងនៅក្នុងចន្លោះម៉ោងនេះពិតជាសុខសាន្តល្អណាស់បើធ្វើដំណើរទៅណាមកណាពិតជាបានល្អប្រសើរណាស់នៅក្នុងចន្លោះម៉ោងនេះដើម្បីកុំឲ្យខាតពេលយូរសូមរីករាយសន្តាប់ជាមួយនឹងខ្ញុំបាទ DC ដូចតទៅសម្រាប់លោកអ្នកដែលកើតឆ្នាំជោតកណ្ដុរមាសអបរាចិញ្ចឹមនាំលេបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលេបសំណាងគឺម៉ោង 4 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌ដែលនាំលេបសំណាងគឺពណ៌ខ្មៅនិងពណ៌សលេខដែលនាំលេបសំណាងគឺលេខ 32 និងលេខ 78សូម comment ទៅលេខ 799 រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចុកខ្លួនរហូតឆ្នាំជូតរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគសេរីហើយទោះធ្វើអ្វីក៏តែងផ្ដល់ជាផ្លែផ្កាមកវិញក្រន់ជាទីពេញចិត្តផងដែររីឯអ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់រកស៊ីចុះហ៊ុនជាមួយអ្នកដទៃមិនក៏ប្រសើរទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាក៏ប្រសើរជាងការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខក៏ដំដោយសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំតាន់មានគូគប់ទេជាឱកាសល្អក្នុងការស្វែងរកបំផុតនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវក៏នាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង 5 ព្រឹកនិងម៉ោង 8 យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ 21 និង 54
សូម comment ទៅលេខ555រួច share ចេញភ្លាមដើម្បីទទួលលេបធំចូលផ្ទះហើយនឹងសំណាងល្អតាមចុកខ្លួនរហូតឆ្នាំឆ្លូវរាសីល្អមធ្យមក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមទៅមកដូច្នេះទោះធ្វើអ្វីក៏តែងទទួលផ្លែផ្កាគួរជាទីពេញចិត្តផងដែរការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់ច្រើនជាងមុនដូចជាការងារចាស់ឬការងារថ្មីក៏ដោយឲ្យតែមានការប្រឹងប្រែងតែងហោចភោគផលល្អមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីចិត្តឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងហោចភោគផលក្រន់ជាទីកក់ក្ដៅតែយ៉ាងណាមិនគួរក៏បីយកខ្លួនបៀតបៀននឹងលបែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខថែមទៀតផងរីឯបញ្ហាស្នេហាប្រុសស្រីកើតមានការប្រទាំងប្រទើសនឹងចាប់កំហុសគ្នាច្រើនផងដែរនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំខាលខ្លាមន្ត្រីចិញ្ចឹមមានប្រាជ្ញាឆ្លាតវៃមានកំណើតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចមានទ្រព្យស្រុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ស្វាយលេខដែលនាំលាភសំណាងក៏លេខ59និងលេខ69សូម comment ទៅលេខ222រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចុកខ្លួនរហូតឆ្នាំខាលរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគសេរីហើយទោះធ្វើអ្វីក៏តែងផ្ដល់ជាផ្លែផ្កាមកវិញក្រន់ជាទីពេញចិត្តផងដែរអ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនកប់ប្រសាទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាកប់ប្រសាជាងការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខក៏ដំដីសាប់មួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូកប់ទេជាឱកាសល្អក្នុងការស្វែងរកបំផុតនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំថោះទន្សាយមាសមានបារមីដែលជះឈ្នះអស់មាសត្រូវមានមនុស្សជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ប្រផេះនិងពណ៌លឿងលេខដែលនាំលាភសំណាងគឺលេខ22និងលេខ43សូម comment ទៅលេខ888រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចុកខ្លួនរហូតឆ្នាំថរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានចហការពីអ្នកដទៃនឹងហោចផ្លែផ្កាមកវិញក្រន់ជាទីពេញចិត្តជានិច្ចអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយឡើយត្រូវរវាសដៃជើងព្រោះមិនដូច្នោះទេទ្របលៀបហេងដែលបំរុងធ្លាក់ដល់ដៃនឹងត្រូវបោះហួសឬក៏ហោះរំលងទៅអ្នកដទៃវិញជាពុំខានរីឯបញ្ហាស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងចេះអត់ឱនឲ្យគ្នាល្អប្រពៃនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំរោងពោះអ្នកការាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីតែងមានគំនិតជ្រះថ្លាប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ46និងលេខ98សូម comment ទៅលេខ168រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចុកខ្លួនរហូតឆ្នាំរោងរាសីល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសមហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់បំព្រងជានិច្ចចំពោះការរស់នៅក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមទៅមកហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខដុមល្អ
បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែររីឯបញ្ហាស្នេហាកំឡោះក្រមុំមានការលូតលាស់ទៅមុខនឹងកំពុងផ្អែមល្ហែមល្អប្រពៃនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ពោះទេវតាចិញ្ចឹមមានលៀបមានជ័យមានមនុស្សជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងដែលនាំលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌លឿងនិងពណ៌ខ្មៅលេខដែលនាំលៀបសំណាងក៏លេខ56និងលេខ89សូមខមមិនទៅលេខ777រួចសៀចេញភ្លាមដើម្បីទទួលលៀបធំចុះផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំម្សាញ់រាសីល្អមធ្យមក្នុងពេលនេះឃើញថាដំណើរជីវិតរបស់លោកអ្នកទោះបីមិនមានអ្វីសម្បូរបែបពិតមែនក្តីតែក៏មានភាពសុខដុមល្អក្រន់ស្រួលចិត្តផងដែរការប្រកបមុខរបររកស៊ីទទួលទាននានាបានផលបង្គាប៉ុន្តែត្រូវចំណាយកម្លាំងច្រើនចំណែកការនិយាយស្ដីក៏បីមានការពិចារណាឲ្យបានច្រើនរីឯលៀបសក្ការៈក៏ច្រើនបានដោយការខិតខំរបស់ខ្លួនចំពោះទឹកចិត្តពោពេញទៅដោយភាពចង់ឈ្នះអ្នកដទៃចំណែកបញ្ហាស្នេហាវិញត្រូវតង់តែឲ្យមានការអធ្យាស្រ័យគ្នាច្រើនទៅជាការប្រសើរនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំមមេសេះមេតបចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌សនិងពណ៌ក្រហមលេខដែលនាំលៀបសំណាងគឺលេខ38និងលេខ56សូមខមមិនទៅលេខ666រួចចេញភ្លាមដើម្បីទទួលលៀបធំជោគផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំមមារាសីស្រុតចោះយាអូនថ្ងៃនេះធ្លាក់ស្រុតចោះម្លោះហើយធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកជួបភាពប្រទាំងប្រទើនឹងមានប្រកម្មចិត្តច្រើនដូច្នេះត្រូវចេះអត់ធ្មត់ខ្លះទៅជាការប្រសើរចំណែកបញ្ហាប្រកាសក៏បីមានការប្រយ័ត្នប្រយែងដែរព្រោះថាអាចមានការចំណាយច្រើនជាងធម្មតាផងការធ្វើដំណើរទីជិតឆ្ងាយឲ្យប្រយ័ត្នជួយយកអាសាគេព្រោះច្រើនយកគុណបដូរជាទោសមកវិញតែប៉ុណ្ណោះរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីចូលប្រយ័ត្នក្រុមមនុស្សទី3ចូលមកអុកឡុកនាំកើតចន្លោះវិវាទថែមទៀតផងនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំមមេពពែមាសមានបារមីដែលជាឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានចន្ទខ្ពស់ម៉ោងដែលនាំលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌ស្វាយនិងពណ៌លឿងលេខដែលនាំលៀបសំណាងគឺលេខ69និងលេខ79សូមខមមិនទៅលេខ789រួចសៀចេញភ្លាមដើម្បីទទួលលៀបធំចុះផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំមមេរាសីស្រុតចោះក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចោះម្លោះហើយតួលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដោយសេចក្តីប្រាថ្នានោះឡើយបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញទីជិតឆ្ងាយឲ្យប្រយ័ត្នចន្លោះវិវាទថែមទៀតផងការធ្វើដំណើរទីជិតឆ្ងាយឲ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយរីឯបញ្ហាស្នេហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ផ្លែតប្រយ័ត្នជួបរឿងកម្មក្រាស់នាពេលក្រោយនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំវស្សាស្វាមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌ក្រហមនិងពណ៌សលេខដែលនាំលៀបសំណាងគឺលេខ42និងលេខ68
សូម comment ទៅលេខ777រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំវករាសីល្អមកជុំនៅក្នុងថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសមហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់បំព្រងជានិច្ចចំពោះការរស់នៅក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមទៅមកហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខកដុមល្អបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែររីឯបញ្ហាស្នេហាកំឡោះក្រមុំមានការលូតលាស់ទៅមុខនឹងកំពុងផ្អែមល្ហែមល្អប្រពៃនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំរកាមន់មាសប្រាក់អបរាចិញ្ចឹមមានសំណាងល្អឈ្នះអស់មាសសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានចិនខ្ពស់ម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌លឿងនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ44និងលេខ56សូម comment ទៅលេខ168រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំរការាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនឹងហើយផ្លែផ្កាមកវិញក្រន់ជាទីពេញចិត្តជានិច្ចអ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយឡើយត្រូវរវាសដៃជើងព្រោះមិនដូច្នោះទេទ្របបំរុងធ្លាក់ដល់ដៃនឹងត្រូវបោះហួសឬក៏ហោះរំលងទៅអ្នកដទៃវិញជាពុំខានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឲ្យគ្នាល្អប្រពៃនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំចសនៈនាំលាភអបរាចិញ្ចឹមឈ្នះអស់មាសសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានចន្ទខ្ពស់ម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ខ្មៅនិងពណ៌ប្រផេះលេខដែលនាំលាភសំណាងគឺលេខ14និងលេខ48សូម comment ទៅលេខ168រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំចរាសីស្រុតចក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចម្លោះហើយតួលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដោយសេចក្តីប្រាថ្នានោះឡើយបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះជួញទីចិត្តឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញទីចិត្តឆ្ងាយឲ្យប្រយ័ត្នចន្លោះវិវាទថែមទៀតផងការធ្វើដំណើរទីចិត្តឆ្ងាយឲ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយរីឯបញ្ហាស្នេហាប្រុសស្រីដែលមិនទាន់មានគូគាំកុំឃើញភ្លាមស្រឡាញ់ផ្លែតប្រយ័ត្នជួបរឿងកម្មក្រាស់នាពេលក្រោយនៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំកុរជ្រូកនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនៅពណ៌លឿងលេខដែលនាំលាភសំណាងគឺលេខ69និងលេខ89សូម comment ទៅលេខ567រួច share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះហើយនឹងសំណាងល្អតាមចប់ខ្លួនរហូតឆ្នាំកុររាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងារអ្វីក៏តែងផ្ដល់ផលល្អនឹងហើយជាផ្លែផ្កាមកវិញក្រន់ជាទីពេញចិត្តជានិច្ចសម្រាប់ថ្ងៃនេះដែរលោកអ្នកបើចង់ចរចារឿងសំខាន់អ្វីមួយយកមកសម្រាប់ចិនជាពេលវេលាល្អប្រពៃគួរសមអ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់បោះតូនតូចធំមិនតខុសអ្វីឡើយពីព្រោះផលល្អនឹងហុចមកវិញជានិច្ច
ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខក៏ដំដោយសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនឹងស្រស់ស្រាយប្រពៃនៅក្នុងថ្ងៃនេះ